តាពិតទេដែលឡាមីនយ៉ាម៉ាល់ធ្លាប់មានចិត្តចង់លេងឲ្យជម្រើសជាតិម៉ារ៉ុកបងប្អូនយើងគឺឡាមីនយ៉ាម៉ាល់បានទម្លាយបាទត្រង់តែម្ដងថាគាត់ពិតជាធ្លាប់មានចិត្តបាទចង់លេងតំណាងឲ្យប្រទេសម៉ារ៉ុកមែននៅពេលដែលម៉ារ៉ុកហ្នឹងគឺឡើងទៅដល់វគ្គ semi final នៃពានរង្វាន់ FIFA World Cup 2022ប៉ុន្តែបាទចុងក្រោយគាត់នៅតែសម្រេចចិត្តបាទលេងឲ្យអេស្ប៉ាញបងប្អូនយើងព្រោះថាគាត់គឺបាទចង់លេងបាទនៅអឺរ៉ុបហើយចង់លេងពានរង្វាន់បាទ Euro ផងដែរប៉ុន្តែនៅក្នុងចិត្តគាត់សារភាពថាបាទម៉ារ៉ុកក៏ជាប្រទេសរបស់គាត់រីឯអេស្ប៉ាញក៏ជាប្រទេសរបស់គាត់ដែរព្រោះថាគាត់គឺមានឪពុកបាទជាបាទជនជាតិម៉ារ៉ុកបងប្អូនយើងបាទចឹងគាត់បានលើកឡើងថាការលេងតំណាងឲ្យម៉ារ៉ុកក៏វាមិនមានអ្វីចម្លែកហើយក៏វាមិនមានអ្វីខុសដែរបងប្អូនយើងព្រោះថាបើពេលមុនមកក៏មានដែរបងប្អូនយើងឧទាហរណ៍ដូចជាកីឡាករប្រាហ៊ីមឌីអាសរបស់ក្រុមរៀលម៉ាឌ្រីតគាត់បានបដូរបាទពីអេស្ប៉ាញបាទទៅលេងឲ្យម៉ារ៉ុកវិញបើចឹងឡាមីនយ៉ាម៉ាល់គឺយើងមើលមិនឃើញដែរបងប្អូនយើងមកទៅថ្ងៃមុខណាបាទអាចថានឹងគាត់នឹងបដូរឬក៏យ៉ាងម៉េចយ៉ាងម៉ាយើងមានតែរកជាមួយជាបន្តទៀតសម្រាប់បាទឡាមីនយ៉ាម៉ាល់